បងផាឡាជំរាបរឿងមួយណាស្ដាប់ឲ្យចប់មានន័យខ្លាំងណាស់អ្នកដែលបំផ្លាញខ្លួនយើងបានអ្នកដែលបំផ្លាញក្តីសុខយើងបានអ្នកដែលលួចក្តីសុខយើងបានអ្នកដែលធ្វើឲ្យថ្ងៃនេះយើងអត់សុបាយចិត្តមិនមានអ្នកណាទេក្រៅពីខ្លួនយើងបងស្ដាប់ឲ្យច្បាស់ណាគឺខ្លួនយើងជាអ្នកបំផ្លាញខ្លួនយើងអញ្ចឹងផាឡាសូមជំរាបណាកុំឲ្យថ្ងៃនេះជាថ្ងៃមិនល្អរបស់យើងកុំឲ្យថ្ងៃនេះគេលួចក្តីសុខរបស់យើងបានកុំឲ្យថ្ងៃនេះយើងមានអារម្មណ៍ថាខ្វល់ខ្វាយអត់សុបាយចិត្តបងត្រូវចាំរឿងមួយណាព្រលឹមឡើងទឹងងើបឡើងកុំប៉ះទូរស័ព្ទឲ្យសោះណាព័ត៌មានអីក៏ដោយកុំប៉ះគីឡូបងជួបរឿងដែលបងរន្ធត់គីឡូបងជួបរឿងមិនសុបាយចិត្តធ្វើឲ្យថ្ងៃនេះគឺជាថ្ងៃដែលបងមិនសុបាយចិត្តក្បួនការនេះវិធីនេះគ្មានអ្នកណាដឹងទេអញ្ចឹងអ្នកខ្លះងើបឡើងគាត់តែងតែខ្លួនប្រាប់ខ្លួនឯងថាហេតុអីមួយថ្ងៃនេះខ្ញុំអត់សុបាយចិត្តអត់អញ្ចឹងបងមើលពេលបងងើបតើបងកំពុងធ្វើអីអូទូរស័ព្ទតែជួបរឿងមិនល្អហើយអញ្ចឹងខួរក្បាលយើង no limit ចិត្តយើងចងចាំអញ្ចឹងកុំប៉ះអញ្ចឹងបើចង់ឲ្យថ្ងៃនេះជាថ្ងៃល្អបំផុតរបស់យើងណាស្ត្រីគ្រប់គ្នាណាបងងើបឡើងកុំប៉ះទូរស័ព្ទហើយងើបឡើងបងទៅឆ្លុះកញ្ចក់ញញឹមដាក់កញ្ចក់មូតទឹកឲ្យរលាណាឲ្យសុបាយចិត្តបងសម្លាញ់តែចាក់ខ្លួនគិតគោលដៅថ្ងៃនេះរឿងល្អថ្ងៃនេះធ្វើមិនលុកឲ្យដាច់តើមានក្បួនការអីរស់ស៊ីថ្ងៃនេះឲ្យចូលលុយតើញញឹមបែបមិនធ្វើឲ្យជីវិតថ្ងៃនេះសុបាយបំផុតអញ្ចឹងគិតរឿងហ្នឹងព្រឹកហ្នឹងបើសិនជាព្រឹកល្អបងបើសិនជាបងអញញឹមដាក់កញ្ចក់សុបាយចិត្តបងសម្លាញ់ព្រឹកនេះជាថ្ងៃល្អរបស់បងហើយអញ្ចឹងគ្មានអ្នកណាលួចក្តីសុខបងបានទេអញ្ចឹងសរុបជារួមមកណាអ្នកដែលបំផ្លាញខ្លួនយើងគឺយើងនឹងហើយណាបងអរគុណ